បាទសួស្តីបងប្អូនបាទក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទខានចេញវីដេអូយូរហើយបាទដោយសារមានអីផ្លេចសោះតដែលបងប្អូនអើយដែលគោស៊ីឆ្មៅដែលសុទ្ធស្មើខ្ចីឲ្យស៊ីម្ដងដល់ថ្ងៃស៊ីទៅកាជ្រៀងក្រៀមបាទនេះបានស្មើខ្ចីស៊ីអត់ចង់ស៊ីទៀតនេះធំទៅហើយបាទនេះបានលាងទឹកបានលាងសខ្ចីញញធំហើយបាទក្នុងដាងស៊ីម៉ែរបស់វាបាទម៉ែនេះមានទម្ងន់ជាង3ខែហើយបាទមានទម្ងន់ជាង3ខែហើយដាក់ជាមួយនឹងបា5ម៉ាន់បាទបាលូតធម្មតាទេបាទមិនមែនជាសិប្បនិមិត្តទេនេះស្មើខ្ចីផ្សេងញញខែ4ខែ5នោះបានមានសមាជិកមួយទៀតនៅនេះថ្ងៃរៀបលិចហើយបាទងឹតបន្តហើយចង់ប៉ុនមេហើយអាយុ10ខែហើយបាទ10ខែហើយដល់ថ្ងៃទី8ខែ12ខាងមុខនេះបាន11ខែនេះ10ខែជាងហើយស៊ីធ្លាក់ស៊ីកវែងធ្លាក់ប្រងព្រាតនេះក្រោមជើងងឹតនេះអត់ដឹងថាម្ចាស់ដើរជ្រូតលហាមប៉ុណ្ណាទេនេះឆ្អែតទៅដឹងនោះចង់អត់ស៊ីគេជ្រៀងបាទវាតិចផងក្តៅផងរយៈនេះរៀងស្រក់សាច់បន្តិចចាស់ការងារច្រើនស្លៀតអត់ទៅបានអញ្ចឹងយកទៅចងខ្លះឲ្យស៊ីបោចខ្លួនឯងស៊ីខ្លួនឯងខ្លះនៅខែនេះវាមិនសូវសម្បូរស្មៅជ្រូតគេជ្រូតស្រូវអស់ទៅវាលែងមានស្មៅនេះជ្រូតក្នុងបឹងបាទជ្រូតគៀនខាងបាទឆ្លើងបាទតួតស៊ូបានឯកូស៊ីឆ្លើងច្រើនណាស់មេឆ្អែតហើយនៅគួរតែឆ្អែតទៅបាក់ពូក៏ហេតុនៅឡើយបាទមិនយូរប៉ុន្មានទេបាទគូនេះរយឈ្មោលអាចជួយបង្រីកសមាជិកថែមទៀតគូនេះប្រហែលជាអាចមកខួបកន្លះហើយសូវរយឈ្មោលបាទភាសាយើងចាំវាថែទាំវាដល់ទៅវាអាចងាយនឹងឆាប់រយឈ្មោលស៊ីឆ្អែតនឹងកម្លាំងកំហែងគ្រប់គ្រាន់មានសាច់មានឈាមអាចឆាប់រយឈ្មោលតែគោយើងអត់ថែអត់ទាំអីស៊ីមិនដែលឆ្អែតមិនដែលលាងទឹកចងចោលដងទឹកនៅណាស្មៅនៅណាតែគោធ្លាក់ស្គមខ្លាំងវាអត់សូវមានអារម្មណ៍នឹងរកឈ្មោលទេតែបើយើងលាងទឹកវាឲ្យស៊ីឆ្អែតរងហើយគោឆាប់រកឈ្មោលក៏ទៅមេនេះ
រយឈ្មោលតាមវីកូននេះ4ខែមេឆាប់រយឈ្មោលប៉ុន្តែខ្លាចដាក់ទៅវាដាក់ឈ្មោលទៅវាកំណាញ់ខ្លួនអត់ឲ្យកូនបើអញ្ចឹងអត់ទាន់ហ៊ានដាក់ចាំកូនរឿងចាស់ខែបន្តិចបានដាក់រយឈ្មោលតាមវីកូននេះបាន4ខែទៅលឿនដែរលឿនមិនយូរទេ4ខែចាត់ទុកថាលឿនដែរមួយឆ្នាំមួយតែមកពីម្ចាស់គេថាគោនេះរឿងធ្ងន់ណាស់3ឆ្នាំ2តែតាមមើលតាមឯកសារដែលអ្នកចិញ្ចឹមគោជាច្រើនអ្នកថែទាំគោគាត់ថាមិនអញ្ចឹងទេគោមិនប្រកាសថាវាពូជធ្ងន់ពូជឆ្លាតទេឲ្យតែយើងថែទាំវាដិតដល់គោនឹងវាឆាប់រយឈ្មោលបើយើងថែមិនដិតដល់គោវាមិនងាយរយឈ្មោលវាយូរអាច3ឆ្នាំ2អញ្ចឹងអ្នកដែលចិញ្ចឹមគោដើមសូវថែក៏ថាពូជគោនឹងវាធ្ងន់ទៅពីខ្ញុំយកមកនេះបទពិសោធន៍មួយរយៈនេះឃើញថាវាអត់ធ្ងន់ដូចម្ចាស់ដើមគាត់ថាទេម្ចាស់ដើមគាត់ថាកូនធ្ងន់គាត់និយាយតាមត្រង់ប្រាប់យើងអ្នកទិញគាត់ធ្ងន់3ឆ្នាំ2តែខ្ញុំក៏មិនជាជឿគាត់បាទខ្ញុំចេះតែបាទទៅប៉ុន្តែក្នុងចិត្តខ្ញុំគិតផ្សេងពីយកមកអនុវត្តខ្លួនឯងទៅឃើញថាវាមិនមែន3ឆ្នាំ2ទេគឺវា2ឆ្នាំ2កើតទូនបាន4ខែដល់ឈ្មោលទុករហូតដល់អាយុ7ខែបានខ្ញុំដាក់ឈ្មោលបាទដាក់2ដងបានជាប់ដាក់លើកទី1ឆាប់យកទៅពេកវាអត់ទាន់ដល់ពេលយើងដាក់បាយើងអត់ជាប់បាន21ថ្ងៃរយឈ្មោលទៀតវារអស់ចិត្តបាទពី10ម៉ោងទៅ8 10ម៉ោងទៅវាអន់របាទយើងយកទៅដាក់ទៅយើងឲ្យជាប់ហ្មងពេលខ្ញុំយកទៅដាក់មែនដាក់ទៅវាឃើញថាវាជាប់មែនបាទពី10ម៉ោងទៅ8 10ម៉ោងបាទធ្វើតាមគេប្រាប់ទៅគេប្រាប់តាម YouTube យើងធ្វើតាមគេទៅយើងឃើញថាបានលទ្ធផលមែនដូចគេថាមែនបាទពី10ម៉ោងទៅ8 10ម៉ោងលើនេះ3ខែជាងហើយបាទអត់មានរយឈ្មោះទេបើន័យថាជោគជ័យហើយបាទឆ្អែតដល់ពូហ្វនេះស្មើប្រែយើងស្រកសាច់បន្តិចបាទចងក្រៅហើយជា4 10ថ្ងៃអាងដីគេធំមកគេជ្រៀងសខ្លះខៀវខ្លះទៅចងតាមគេព្រឹកដល់ងាយទៅយកតែម្ដងឲ្យទឹកផឹកស្រាច់បើចឹងគោវាក្តៅផងវាត្រជាក់ផងវាមិនដិតដល់វាមិនស៊ីឆ្អែតដូចយើងគ្រូតឲ្យស៊ីចឹងគោរៀងធ្លាក់សាច់បន្តិចបាទឥឡូវនេះកំណាញ់ខ្លួនហើយលែងឲ្យកូនបើហើយបើតែ1គប់2គប់នឹងលែងឲ្យបើបាទនៅកាកបន្លែមកសម្រាប់ទៀតប្រមូលទុកថ្ងៃមិញបាទហើយជាមួយអ្នកមកធំគួយត្រូទៀតដែរបាទក៏រត់តសក់តគួនទឹកសឡបាទចាក់ចូលគ្នាទៅកុំខ្លាយលោកវាប្រៃពេកយើងចាក់ទឹកថែមទៅដើម្បីវាសាបបន្តិចប្រៃលែមបានគូនេះបើឲ្យស៊ីប្រៃពេកបាទក្អកខ្លាំងណាស់ប៉ះប្រៃបានទេបើត្រឹមលែមតិចអាហ្នឹងអត់អីទេតែប្រៃខាងគួយក្អកបាទហើយក្អកមិនមែនជាលក្ខណៈធម្មតាទេក្អកគឺចូលផ្លូវដង្ហើមតែម្ដងដកដង្ហើមមកចង់ភ័យដែរខឺតចឹងភ័យរត់យកពេទ្យចាក់ថ្នាំលើក៏មានបទពិសោធន៍ច្រើនលើកដែរហើយរឿងឲ្យស៊ីប្រៃទឹកស្លអត់ចាក់ទឹកច្រើនចាក់ទឹកតិចទៅនៅតែប្រៃបើចឹងគោស៊ីទៅក្អកធ្វើទុកផ្លូវដង្ហើម
ចិត្តឲ្យសាបបន្តិចទៅលែមទៅគូចិត្តហត់ទឹកស៊ីកាផងហត់ទឹកផងពីដើមមានកតុលាយកាក់បន្លែមានតសក់មានការ៉ុតមានម្នាស់តកួននឹងទឹកសឡនឹងចាក់ទឹកមកល្មមឲ្យរៀងសាបរៀងដាក់កតុច្បល់ជាមួយឲ្យវាស៊ីតែឥឡូវវាចុះលុយដែរកតុក៏ទៅវាយើងចំណាយលើកតុវាអស់លុយអញ្ចឹងឈប់ដាក់កតុឲ្យតែសារនេះមិនជាគូបំពន់ទេបាទយើងចាំជាលក្ខណៈយកកូនបាទមិនដាក់កតុទេនាំចំណាយលុយមានអីស៊ីនឹងទៅឲ្យវាឆ្អែតបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ